ភ្នូរនិងអត្ថន័យនានាដែលពាក់ព័ន្ធទៅនឹងការយល់សប្តិឃើញសំពៅឬក៏កប៉ាល់បាទសូមជម្រាបសួរពុកម៉ែបងប្អូនជាទីស្រឡាញ់និងជាទីគោរពរាប់អានវិលមកជួបជាមួយនឹងខ្ញុំជាថ្មីនៅនាទីកាត់សុបិនហើយនៅក្នុងវីដេអូនេះផងដែរខ្ញុំនឹងលើកយកអំពីការយល់សប្តិឃើញកប៉ាល់ឬក៏សំពៅមកបកស្រាយជូនបងប្អូនជាទីសន្តាប់បាទកុំនាំខាតពេលយូរមកដឹងនឹងយល់អំពីអត្ថន័យនៃការយល់សប្តិទាំងនោះជាមួយនឹងខ្ញុំបាទដូចតទៅបើពុកម៉ែបងប្អូនយល់សប្តិឃើញកប៉ាល់ឬឃើញនាវាបើកក្តោងក្តីប្រើចំហាយទឹកក្តីឬក៏ប្រើម៉ាស៊ីនក្តីទំនាយថាការផ្សងព្រេងរបស់ពុកម៉ែបងប្អូននឹងបានផលប្រយោជន៍ជាច្រើនបើយល់សប្តិឃើញខ្លួនអ្នកស្ថិតនៅក្នុងកប៉ាល់ឬក៏នាវាបាក់បែកណាមួយទំនាយថាអ្នកកំពុងស្ថិតក្នុងសភាពការមួយដែលអ្នកត្រូវការពារកេរ្តិ៍ឈ្មោះរបស់អ្នកបើយល់សប្តិឃើញឬគូប្លង់កប៉ាល់ទំនាយថាក្នុងឆ្នាំនេះអ្នកនឹងជួបរឿងស្នេហាថ្មីផ្ដេសផ្ដាស់មួយបានន័យថាជាស្នេហាដ៏ឥតប្រយោជន៍មួយយល់សប្តិឃើញកប៉ាល់ចម្បាំងតែមួយគត់ជាប្រផ្នូលថាជីវភាពរបស់អ្នកកំពុងតែលូតលាស់កំពុងតែបានប្រសើរឡើងជាលំដាប់បើយល់សប្តិឃើញកប៉ាល់ចម្បាំងឬកងនាវាមួយកងជាសញ្ញានៃភាពជោគជ័យនៅក្នុងការងារបើយល់សប្តិថាជិះកប៉ាល់ឬនាវាអ្វីមួយឆ្លងកាត់ទន្លេឬរលកធំហើយបានទៅដល់ត្រើយផងនោះទំនាយថាគោលបំណងរបស់អ្នកនឹងបានសម្រេចតាមក្តីប្រាថ្នាបាទសម្រាប់អត្ថន័យនៃការសុបិនឃើញកប៉ាល់ក៏បានបញ្ចប់ហើយជាចុងក្រោយខ្ញុំបាទក៏សូមគោរពជូនពរពុកម៉ែបងប្អូននៅរកទទួលទានមានបានធ្វើដំណើរទៅណាប្រកបដោយសេចក្តីសុខនិងសុវត្ថិភាពបាទសូមអរគុណសូមគោរពលា